អភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលការបង្កបង្កើនផលដំណាំស្រូវនិងកសិផលបន្លែផ្លែឈើផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសធានាបាននូវតម្លៃទីផ្សារសមរម្យប៉ៃលិនលោកស្រីបណ្ឌិតបានស្រីមុំអភិបាលខេត្តប៉ៃលិននៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025បានអញ្ជើញដឹកនាំមន្ត្រីជំនាញនិងក្រុមការងារចុះពិនិត្យមើលដោយផ្ទាល់ការបង្កបង្កើនផលដំណាំស្រូវនិងបន្លែផ្លែឈើក្នុងខេត្តប៉ៃលិនព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឲ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញក្រៅប្រទេសដែលធានាបាននូវតម្លៃសមរម្យនិងគុណភាពតាមបែបធម្មជាតិប្រកបដោយទំនុកចិត្តមិនប៉ះពាល់ដល់សុខភាពលោកស្រីបណ្ឌិតបានស្រីមុំបានលើកឡើងថាបច្ចុប្បន្នរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានជំរុញក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទធ្វើការបណ្ដុះបណ្ដាលដល់សហគមន៍ឬបណ្ដុំកសិករដោយផ្ដល់អ្នកជំនាញទៅបណ្ដុះបណ្ដាលដល់មូលដ្ឋានផ្ទាល់តែម្ដងគឺធ្វើយ៉ាងណាឲ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើនចំណាយលើការផលិតតិចនិងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ជាពិសេសផលិតកសិផលទាំងបរិមាណនិងគុណភាពទៅតាមតម្រូវការទីផ្សារក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេសដែលធានាបាននូវតម្លៃសមរម្យនិងគុណភាពតាមបែបធម្មជាតិប្រកបដោយទំនុកចិត្តមិនប៉ះពាល់ដល់សុខភាពលោកស្រីបណ្ឌិតបានស្រីមុំបានបន្តថានៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្មតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា MSH ក៏បានរៀបចំជាបណ្ដុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិដើម្បីជំរុញឲ្យបងប្អូនប្រជាកសិករយឺបង្កើនការចិញ្ចឹមនិងការដាំដុះបន្ថែមទៀតក្នុងការផ្គត់ផ្គង់ឲ្យបានទាន់ពេលវេលានិងតាមតម្រូវការទីផ្សារក្នុងតម្លៃមួយសមរម្យជៀសវាងការផលិតដែលគ្មានគុណភាពនិងមិនមានទីផ្សារហើយជាក់ស្ដែងបច្ចុប្បន្ននេះខេត្តប៉ៃលិនបើទោះបីជាច្រកទ្វារព្រំអន្តរជាតិកម្ពុជាថៃត្រូវបានបិទតែមានក្រុមហ៊ុនជាច្រើនកំពុងទទួលទិញបន្លែផ្លែឈើនិងកសិផលផ្សេងៗទៀតដើម្បីធ្វើការវេចខ្ចប់និងសម្ងួតសម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេសដូចជាប្រទេសចិនប្រទេសវៀតណាមសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកជាដើមនៅក្នុងឱកាសនោះផងដែរដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែលោកស្រីបណ្ឌិតបានស្រីមុំក៏បានជួយទិញបន្លែរបស់បងប្អូនកសិករព្រមទាំងជំរុញឲ្យពួកគាត់បង្កើនការដាំដុះបន្លែស្រីយ៉ាងកកឲ្យបានច្រើនដើម្បីលើកតម្កើងជីវភាពក្នុងគ្រួសារនិងផ្គត់ផ្គង់តម្រូវការទីផ្សារហើយក្នុងករណីបន្លែគ្មានទីផ្សារសូមទំនាក់ទំនងមកកាន់ក្រុមការងារលោកស្រីនឹងជួយរកទីផ្សារជូនបងប្អូនបើតាមការបញ្ជាក់របស់មន្ត្រីជំនាញដោយសារគុណភាពនៃការផលិតបច្ចុប្បន្នទីផ្សារបន្លែផ្លែឈើនិងស្រូវនៅខេត្តប៉ៃលិនមានស្ថានភាពល្អប្រសើរជាងឆ្នាំកន្លងទៅព្រោះពេលដែលកសិករផលិតបានគឺមានឈ្នួនកណ្ដាលមកប្រមូលទិញយកអស់ក្នុងតម្លៃសមរម្យហើយមានពេលខ្លះប្រជាកសិករសឹងតែផលិតមិនទាន់សម្រាប់បំពេញតម្រូវការទីផ្សារថែមទៀតផងដោយក្នុងនោះបន្លែផ្លែឈើដែលផលិតបានក្រៅតែលក់ក្នុងមូលដ្ឋានគឺមួយចំនួនធំត្រូវនាំចេញទៅផ្គត់ផ្គង់ទីផ្សារនៅឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិននិងមានទៅដល់រាជធានីភ្នំពេញពិសេសនៅតាមផ្សារទំនើបនានាផងដែរ